สวัสดีบางปอนថ្ងៃនេះជួបជាមួយខ្ញុំសារជាថ្មីទៀតហើយហើយមុននឹងបង្រៀនបងប្អូនកុំភ្លេចជួយ like ជួយ share ឲ្យខ្ញុំម្នាក់មួយផងដើម្បីតាមដានវីដេអូថ្មីរបស់ខ្ញុំបានអញ្ចឹងណាហើយឥឡូវថ្ងៃនេះមកបង្រៀនបងប្អូនដែលដៃថ្មីដែលគាត់មិនទាន់ចេះបង្កើត page អ្នកដែលគាត់ទំធ្វើថ្មីអញ្ចឹងណាជំហានទី1របស់យើងត្រូវតែចេះបង្កើត page ដើម្បីយើងយកទៅផុសហើយបើយើងមាន Facebook Facebook profile ក៏បានដែរប៉ុន្តែយើង page ទៅវាទលំទលាយវាល្អជាង Facebook អញ្ចឹងណាយើងបង្កើត page មួយមកហើយក្នុងការបង្កើត page របស់យើងมันពិបាកទេស្រួលហើយយើងបំពេញលក្ខខណ្ឌដែលល្មមបានហើយមិនបាច់រៀបចំឲ្យស្អាតណាស់ទេយើងរៀបចំតែ6 7ចំណុចទេអញ្ចឹង page យើងនឹងមានគុណភាពល្អហើយយើងកុំឲ្យខាត page យូរមកតាមដានវីដេអូរបស់ខ្ញុំទាំងអស់គ្នាអញ្ចឹងយើងចូលក្នុង Facebook យើងមកបងប្អូនបន្តពីចូលក្នុង Facebook ហើយបងប្អូនជួយកន្លែងត្រី3នេះមកបាទតទៅពីចុចកន្លែងត្រី3រួចរាល់បងប្អូនយកពាក្យថា page នេះពាក្យថា page បងប្អូនឃើញពីលើវាមកបាទបន្តចុចលើពាក្យថា page ហ្នឹងហើយបងប្អូនយកពាក្យថា create នេះចុចពាក្យថា create នេះមកដើម្បីបង្កើត page ថ្មីអញ្ចឹងណាហើយកន្លែងនេះបងប្អូនបីឈ្មោះ page ទៅបងប្អូនចង់ដាក់ឈ្មោះ page ឈ្មោះអីខ្ញុំដាក់និយាយថាបងប្អូនដាក់តាមដែលបងប្អូនអញ្ចឹងណាដែលបងប្អូនចង់ធ្វើអញ្ចឹងទៅបើសិនជាបងប្អូនដាក់ឈ្មោះខ្លួនឯងកាន់តែល្អបងប្អូនខ្ញុំដាក់ឈ្មោះអញ្ចឹងទៅហើយយើងចុចតានិចមកបាទហើយកន្លែងនេះយើងជ្រើសរើស category តើបងប្អូនធ្វើអំពីអីធ្វើពីម្ហូបបងប្អូនដាក់ម្ហូបទៅធ្វើពីដំណើរកំសាន្តដាក់ដំណើរកំសាន្តទៅធ្វើពីបច្ចេកទេសដាក់ពីបច្ចេកទេសទៅអញ្ចឹងយើងចុច search ដាក់វាមកហើយសម្រាប់ខ្ញុំភាគច្រើនខ្ញុំដាក់តាជីទេបងប្អូននេះខ្ញុំយកមួយលើនេះ create digital creator បាទហើយយើងចុចពាក្យថា create មកយើងរងចាំវាបន្តិចដើម្បីវាបង្កើតឲ្យបាទអានេះរួចរាល់ហើយព័ត៌មានត្រង់នេះយើងចាំបំពេញក្រោយទៅបងប្អូននឹងចុចថានិចមកបាទបន្ទាប់ហើយយើងចុចនិចទៀតមកចាំយើងដាក់ profile ក្រោយអញ្ចឹងបងប្អូនយើងរៀបចំវាសិនទៅហើយបើបងប្អូនចង់ invite បងប្អូនចុចកន្លែងនេះមកនេះចង់ invite មិត្តភ័ក្តិប្រមាណណាបើពេលបងប្អូនបង្កើតបងប្អូនចុចកន្លែងហ្នឹងទៅដើម្បី invite អញ្ចឹងសម្រាប់ខ្ញុំមិនតាន់ invite ទេខ្ញុំចុចពីថានិចបាទហើយយើងចុចនិចបន្តទៀតបងប្អូនបាទឥឡូវយើងបានបង្កើតបានរួចរាល់ page របស់យើងហើយពេលបងប្អូនបង្កើតរួចរាល់ហើយមិនបាច់រៀបចំណាស់ទេបងប្អូន page យើងរៀបចំតែបានចំណុចទៅវាបានហើយវាយើងចុចវាថា continue បងប្អូនហើយដល់ពេលវាចេញអញ្ចឹងហើយយើងចុច skip ទៅ skip វាចោលសិនទៅចាំយើងមករៀបចំតាមក្រោយហើយយើង skip ទៀតទៅបងប្អូន skip ទៀតទៅបងប្អូនបាទបន្ទាប់មកយើង skip ទៀតបងប្អូនយើង skip អស់នេះយើងបានបង្កើតរួចរាល់ហើយ